បាទសួស្តីបងប្អូនអ្នកពេលនេះយើងចុះមកត្រួតពិនិត្យចំការអតិថិជនដែលគាត់បានប្រើប្រាស់បច្ចេកទេសក្នុងការផលិតទុរេនយកផ្លែនៅក្នុងខេត្តកំពតបាទនេះជាម្ចាស់ចការដែលយើងបានសហការជាមួយគាត់កន្លងមកបាទសួស្តីបងសួស្តីបាទមិនដែរបងមានអារម្មណ៍មិនដែរថាឃើញទុរេនចេញផ្កាមកស្រស់ស្អាតបែបនេះបងមានអារម្មណ៍ថាឃើញផ្កាច្រើននេះទៅមុខទៀតដឹងហើយយើងហ៎ដែរយើងចឹងឥឡូវវគ្គវៃផ្កាប៉ុណ្ណឹងបងឥឡូវយើងត្រៀមយកអីយើងចាប់ដើមធ្វើមិនយល់តែវៃផ្កាប៉ុណ្ណឹងអានេះថាយើង4ថ្ងៃទៀតយើងចាប់ដើមសម្រួលរឿងវាមើលរើសបាញ់រើសដើម្បីយកត្រួយបាទត្រួយនៅក្នុងការបាទជីវាំងនៅពេលដែលក្តាប់មកចេញត្រួយវាអាចបញ្ហាក្នុងការជួបក្តាប់បាទមើលរើសយើងចាប់ដើមបាញ់ទុំ3ថ្ងៃទៀតណាបាទឥឡូវគាត់ចាប់ដើមបុកទឹកហើយផ្កាវ័យនេះហើយគឺយើងលែងផ្អាក់ទឹកវាទៀតហ៎បាទស្លឹកក៏ស្អាតបងអានេះជាចង់និយាយថាយើងធ្វើផ្កាល្អប៉ុន្តែស្លឹកក៏ត្រូវតែស្អាតដើម្បីឲ្យទុរេនហ្នឹងវាមានគុណភាពយើងមិនមែនថាធ្វើយកផ្កាស្រស់ហើយប៉ុន្តែស្លឹកមើលទៅវារិចអាហ្នឹងក៏ជាបញ្ហាក្នុងការផលិតទុរេនរបស់បងប្អូនកសិករយើងដែរហើយទី2គឺធ្វើម៉េចដើម្បីឲ្យផ្កាហ្នឹងវាចេញមកថ្លោះបាទថ្លោះស្រស់បាទថ្លោះស្រស់កម្លាំងបាទនេះជាគោលការណ៍របស់យើងគឺក្នុងការយកផ្លែហើយគឺធ្វើម៉េចដើមគឺត្រូវតែស្អាតយើងអត់អាចធ្វើយកតែផ្លែក្នុង1ឆ្នាំឬក៏2ឆ្នាំហើយដើមទុរេនក្រោយពីយើងយកផ្លែហើយគឺមានការត្រុតត្រោមគឺអានឹងក៏ជាកំហុសបច្ចេកទេសដ៏ធ្ងន់ធ្ងរសម្រាប់អ្នកចការនៅក្នុងការផលិតទុរេនបាទអញ្ចឹងវ័យនេះបងប្អូនគូសម្រួលរឹសហើយចាប់ដើមដាក់ជីបងដាក់ជីបងដាក់ជីថ្ងៃណាបងថ្ងៃណាជីដាក់ក្នុងប្រហែលជាថ្ងៃទី18ណាជីស្រីរាំងបាទមែនហ្វឺតបាទអញ្ចឹងក៏ដាក់ជីស្រីរាំងមែនហ្វឺតដើម្បីត្រៀមបញ្ចេញត្រួយមែនហ្វឺតហើយយើងបន្ទាប់មកយើងចាប់ដើមបាញ់បញ្ចេញត្រួយយើងចាប់ដើមបាញ់ទាំងក្នុងទាំងក្រៅណាដើម្បីឲ្យផ្កាចេញមកវាថ្លោះហើយនឹងវែងហើយស្លឹកខាងក្រៅគឺត្រូវតែចាប់ដើមចេញត្រួយថ្មីបាទណាតែយើងផលិតត្រួយអត់បានក្នុងវគ្គនេះទេគឺវាបញ្ហាប្រឈមខ្លាំងនៅពេលដែលក្តាប់គឺបាទទៅជាវាចេញចំហវាអាចនឹងជ្រុះបាទចេញត្រួយហ្នឹងវាអាចនឹងជ្រុះនៅពេលដែលវាចេញត្រួយគឺអញ្ចឹងឃើញថាចការគាត់គឺសឹងតែគ្រប់ដើមគឺចេញស្រស់បាទនេះអោខៈមិនថងគឺមិនថងនោះសិតថាបុគ្គលិកអ្នកចការយើងឃើញគុណភាពស្លឹកបាទមើលការមកមែនប៉ុន្តែមើលគុណភាពស្លឹកបាទគឺក្រឹបតែម្ដងបាទក្រឹបណាបាទគុណភាពគឺយើងស្លឹកគឺធ្វើម៉េចឲ្យល្អនៅស្អាតដើម្បីក្នុងការផលិតយកផ្លែយើងបានគុណភាពហើយនឹងនិរន្តរភាពនៃដើមទុរេនបាទអញ្ចឹងកិច្ចការងារបន្តទៀតគឺយើងនឹងចាប់សម្រួលរឹសបាទចាប់តាមសម្រួលរឹសហើយ3ថ្ងៃមកយើងបោះជី3ថ្ងៃទៀតយើងបោះជីទៀតយើងផលិតត្រួយបាទផលិតត្រួយគឺយើងមានអ្វីពពុះផ្លេចកំមុំបាទ CVDA អញ្ចឹងណាបាទវាតាមដំណាក់កាលហ្នឹងទៅជាក់ស្ដែងវាអាចបត់បែនតាមអាកាសធាតុបាទ
này rùa môn còn tại giờ rùa môn con ta vậy để chạy đây cứ riêng tam đan này tận nạ cao mùi tam đan này cá thiết về bắt bàn tam năng chẳng chắc cá đến từ tại yul tiếng cá thiết tiếng bị chạy tê nông cá phần lật dọc lại từ đến tầm bay riêng phần lật chụp chay nông cá chấm nai của đôi chia từ tua phò đi đào từ đến bà chẳng cái cá nghe to tiết dương nâng chập đào thôi thì một con to tiết bà sụp sụp ở con